ចឹងនេះគឺជាយុទ្ធសាស្ត្រខ្លះៗអំពីការបង្កើតនៅចម្រៀងពីចើមណាយអញ្ចឹងបើបងប្អូនចង់ដឹងបងប្អូនមើលវីដេអូនឹងឲ្យដល់ទីបញ្ចប់នឹងចេះអំពីការបង្កើតចម្រៀងហើយជាដំបូងយើងត្រូវតែចុចចូលកម្មវិធីចើមណាយបើយើងចង់បានឲ្យចើមណាយគាត់ជួយបង្កើតនៅចម្រៀងខ្លីៗឬក៏អត្ថបទខ្លីៗអំពីវាតើតែបងប្អូនវាយជាខ្មែរអញ្ចឹងយុទ្ធសាស្ត្រទី1បើសិនបើបងប្អូនចង់ឲ្យវាសរសេរជាធ្វើនៅចម្រៀងធ្វើជាបទបងប្អូនបើចេះអង់គ្លេសក៏ល្អចេះខ្មែរក៏ល្អដែរខ្មែរក៏វាអាចបង្កើតបានអញ្ចឹងទី1គឺអ្វីដែលផ្ដោតសំខាន់នោះបើខ្មែរយើងវាយឲ្យចំពាក្យខ្មែរឧទាហរណ៍តែខ្ញុំដាក់ថាខ្ញុំសូមឲ្យចើមណាយជួយបង្កើតនៅចម្រៀងមួយបទដែលមានឈ្មោះថាបុប្ផាព្រៃឯកចាស់ទៅបងប្អូនខ្ញុំកំពុងតែវាយហ្នឹងណាអញ្ចឹងកន្លែងមួយដែលយើងខ្វះមិនបាននោះដល់ពេលដែលយើងវាយអក្សរហើយសូមបងប្អូនយកសញ្ញាធ្មេញកណ្ដុរ2នេះដើម្បីភ្ជាប់ហើយក្នុងនោះយើងត្រូវតែដាក់ថាបុប្ផាព្រៃឯកបទបុប្ផាព្រៃឯកយល់ទេបងប្អូននៅ caption ដំបូងគឺបងប្អូនត្រូវតែដាក់ថាខ្ញុំសូមឲ្យ AI ឬក៏ Gemini ជួយបង្កើតនៅចម្រៀងមួយបទហើយយើងយកធ្មេញកណ្ដុរហ្នឹងដាក់ពីមុខសិនហើយសូមយើងដាក់បទចម្រៀងដែលយើងចង់បានឬក៏យើងចង់បានបែបចង្វាក់ឬក៏កន្ទ្រឹមឬក៏ set ឬក៏អ្វីទាំងអស់វាអាចធ្វើឲ្យបង្កើតឲ្យបងប្អូនបានអញ្ចឹងសូមបងប្អូនមើលវីដេអូនឹងដល់ចប់ទៅបងប្អូននឹងបានស្វែងយល់អំពីកម្មវិធី Gemini តាមពិតវាគ្មានអីពិបាកទេបងប្អូនឥឡូវនេះខ្ញុំចុចដើម្បីឲ្យវា generate ជារូបឲ្យមួយពី3ហ្នឹងហើយបងมันជាយូរទេអាស្រ័យទៅលើសេវាផ្ទះរបស់បងប្អូនខ្ញុំប្រើ 3G អញ្ចឹងហើយវារៀង slow បន្តិចប៉ុន្តែក៏មិនអីដែររយៈពេលខ្លីដែរទេក្នុងការចេញរូបឲ្យហើយចេញជាចម្រៀងឲ្យហើយនៅក្នុងគេដាក់ថា rating your 30 second មានន័យថា30នាទីមានន័យថាវាបានតែ30នាទីប៉ុណ្ណោះបើលើសពីហ្នឹងគឺលុះត្រាតែយើងប្រើនៅ Premium ឬក៏ Pro អញ្ចឹងឥឡូវនេះវាកំពុងតែចេញនៅបទហើយបងប្អូននេះវាបានខ្លីបំផុតត្រឹមតែប៉ុណ្្នឹងទៅបងប្អូន30 second បើលើសទៅដល់1ឬក៏2នាទីអាស្រ័យទៅលើយើងដាក់ Pro ទេបងប្អូនហើយបើជាយល់ល្អជាគំនិតរបស់ខ្ញុំផ្ទាល់តែម្ដងបងប្អូនយើងយកចម្រៀងមួយបទហ្នឹងយើងផ្គុំចូលគ្នាទៅដើម្បីឲ្យវាគប់ផ្សំគ្នាបងប្អូនអាហ្នឹងជាយុទ្ធសាស្ត្រទេបងប្អូនតែបើសិនណាបងប្អូនចង់យល់ថាខ្ញុំចង់បានជាវែងអាហ្នឹងលុះត្រាតែយើងទិញជា Pro ហើយ Gemini Pro គឺវាបានយូរដែរតែអាស្រ័យទៅលើយើងការបង់លុយរបស់យើងទេបងប្អូនអញ្ចឹងគឺបានមួយបទបុប្ផាក្រោមថ្ងៃលិចព្រៃឯកខ្ញុំវាយថាបុប្ផាព្រៃឯកដែលវាចេញមកគឺចេញមកបែបហ្នឹងអញ្ចឹងបងប្អូនអាចយកទៅផុសបានហើយកាត់ទៅតាមហ្នឹងទៅបងប្អូនហើយមួយទៀតបងប្អូនព្យាយាមផុសវាឲ្យបានញឹកញាប់ទាំងក្នុង channel YouTube ទាំងក្នុង TikTok អាស្រ័យទៅពេលវេលារបស់